សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងយករឿងមួយនិយាយអំពីជីវិតក្មេងកំព្រានៅក្នុងភូមិដ៏តូចមួយមានក្មេងស្រីម្នាក់ឈ្មោះថាស្រីនាងរស់នៅជាមួយម្ដាយរបស់នាងនៅក្នុងផ្ទះឈើតូចមួយនៅឯជាភូមិឪពុករបស់នាងបានទទួលមរណភាពចាប់តាំងពីពេលដែលនាងមានអាយុត្រឹមតែ5ឆ្នាំប៉ុណ្ណោះចាប់តាំងពីពេលនោះមកម្ដាយរបស់នាងត្រូវរ៉ាប់រងគ្រួសារទាំងមូលតែម្នាក់ឯងរៀងរាល់ព្រឹកមុនទៅសាលាស្រីនាងតែងតែជួយម្ដាយរបស់នាងលក់បន្លែនៅឯផ្សារទោះជានឿយហត់ប៉ុណ្ណាស្រីនាងនៅតែខិតខំរៀនសូត្រពីព្រោះនាងជឿជាក់ថាការអប់រំគឺជាផ្លូវតែមួយគត់ដែលអាចផ្លាស់ប្ដូរជីវិតរបស់នាងនៅយប់មួយខណៈពេលដែលកំពុងរៀនក្រោមពន្លឺចង្កៀងដ៏តូចស្រីនាងបានសួរម្ដាយនាងថាម៉ែបើឪពុកនៅរស់តើគាត់សប្បាយចិត្តឬទេដែលឃើញខ្ញុំខំរៀនបែបនេះម៉ែញញឹមទាំងទឹកភ្នែកហើយឆ្លើយថាឪពុកកូនប្រកាសជាមានមោទនភាពណាស់ចំពោះកូនស្រីនាងនៅស្ងៀមមួយសន្ទុះមុននឹងសន្យាក្នុងចិត្តនាងនឹងខិតខំរៀនឲ្យបានជោគជ័យដើម្បីឲ្យឪពុកនៅលើមេឃមានមោទនភាពចំពោះការសិក្សារបស់នាងប៉ុន្តែជីវិតវាមិនងាយស្រួលដូចក្នុងការគិតនោះឡើយថ្ងៃមួយម្ដាយនាងក៏បានដួលសន្លប់នៅឯផ្សារអ្នកជិតខាងបានជួយគាត់បញ្ជូនទៅមន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាម្ដាយរបស់នាងធ្វើការហត់ខ្លាំងពេកហើយត្រូវការសម្រាកនិងព្យាបាលបន្ទាន់ស្រីនាងមានការព្រួយចិត្តជាខ្លាំងនាងក៏សម្រេចចិត្តធ្វើការបន្ថែមម៉ោងក្រោយពីម៉ោងរៀនដើម្បីរកប្រាក់ចំណូលបន្ថែមទោះជាហត់នៅប៉ុណ្ណានាងក៏នៅតែព្យាយាមរៀនមិនឲ្យចាញ់មិត្តភ័ក្តិរបស់នាងឡើយរាល់យប់នាងតែងតែអង្គុយរៀនក្បែរក្រែមម្ដាយរបស់នាងហើយសន្យានឹងខ្លួនឯងធ្វើឲ្យជីវិតគ្រួសារមួយនេះនឹងល្អប្រសើរឡើងមួយឆ្នាំក្រោយមកស្រីនាងបានប្រឡងជាប់ចំណាត់ថ្នាក់លេខ1ទូទាំងខេត្តសមិទ្ធផលរបស់នាងបានធ្វើឲ្យសាលានិងអង្គការមួយចំនួនបានផ្ដល់អាហារូបករណ៍ឲ្យនាងថ្ងៃដែលនាងទទួលបានអាហារូបករណ៍ម្ដាយរបស់នាងយំរំភើបដោយក្តីរីករាយកូនធ្វើបានហើយឪពុកកូនប្រកាសជាសប្បាយចិត្តណាស់ស្រីនាងញញឹមទាំងទឹកភ្នែកនាងដឹងថានេះគ្រាន់តែជាជំហានដំបូងរបស់នាងតែប៉ុណ្ណោះបន្ទាប់មកនាងក៏បានចាកចេញពីភូមិទៅបន្តការសិក្សានៅឯទីក្រុងដោយបន្តក្តីសម័យរបស់ខ្លួនគឺចង់ក្លាយជាគ្រូពេទ្យម្នាក់នៅពេលដែលនាងបានមកដល់ទីក្រុងនាងត្រូវរៀនផងនិងធ្វើការផងមានពេលខ្លះនាងក៏គិតថាចង់បោះបង់ដែរប៉ុន្តែនាងនឹកឃើញម្ដាយនិងការលះបង់របស់គាត់ការខិតខំអស់ជាច្រើនឆ្នាំទីបំផុតបានផលហើយស្រីនាងបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រនិងក្លាយជាគ្រូពេទ្យដ៏ឆ្នើមម្នាក់ថ្ងៃពាក់អាវគ្រូពេទ្យជាលើកដំបូងនាងបានយករូបថតឪពុករបស់នាងមកកាន់នឹងដៃហើយនិយាយថាពុកកូនធ្វើបានហើយក្រោយពេលទទួលបានការងារស្រីនាងបាននាំម្ដាយមកពីស្រុកកំណើតមករស់នៅឯទីក្រុងជាមួយនឹងផ្ទះថ្មីរបស់នាងក៏បានបង្កើតមូលនិធិជួយដល់កុមារកំព្រានិងគ្រួសារក្រីក្រដើម្បីឲ្យពួកគេមានឱកាសបន្តការសិក្សាដូចជានាងដែរម្ដាយនាងញញឹមដោយក្តីសុខហើយនិយាយទៅកាន់កូនថាកូនគឺជាមោទនភាពរបស់ម៉ែនិងពុកស្រីនាងសម្លឹងមើលទៅមេឃហាក់ដូចជាឃើញឪពុករបស់នាងកំពុងតែញញឹមមកកាន់នាងចាប់តាំងពីពេលនោះមកជីវិតរបស់ក្មេងស្រីកំព្រាឪពុកម្នាក់នេះបានក្លាយទៅជារឿងដ៏ជោគជ័យដែលជំរុញទឹកចិត្តមនុស្សគ្រប់គ្នាឲ្យមានការខិតខំប្រឹងប្រែងដើម្បីជីវិតរបស់ខ្លួនអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយ